ថ្មតសៅដូនតាយើងប្របាទអង្គឌួងលោកបកែញោមបកែមកនៅទៅសៅសិក្សាពីប្រវត្តិសាស្ត្រខ្មែរយើងប្របាទអង្គឌួងជាស្ដេចមួយដែលឆ្លៀសហើយនឹងពេលវេលាដែលលោកក្រងរាជពេលខ្លីផងបើសិនលោកគ្រប់គ្រងរាជឲ្យបានវែងប្រទេសខ្មែរយើងរមីរីកចម្រើនណាសម័យលោកជាពិសេសគឺផ្នែកវប្បធម៌ប្រពៃណីអក្សរសាស្ត្រភាសាទំនៀមទម្លាប់អ្នកប្រាជ្ញនឹងក៏ដុសច្រើនសម័យលោកហ្នឹងហើយជាពិសេសសាសនាហ្នឹងក៏រីកចម្រើនលោករកវិធីដូចថាប្របាក់គ្រប់គ្រងប្រជាពលរដ្ឋប្របាក់គ្រប់គ្រងរាជពេករកយកសិលវិធីមួយគឺយកពុទ្ធសាសនាជាគោលពុទ្ធសាសនាហ្នឹងធ្វើឲ្យមនុស្សវាខ្លាចបន់ខ្លាចបាបជឿបន់ជឿបាបដល់តែជឿបន់ជឿបាបទៅអាចឆក់អាចប្លន់អាចលួចអាចកាប់អាចសម្លាប់គ្នាហ្នឹងក៏វាអត់មានដែរកាលណាមនុស្សវាជ្រាបចូលនៅបេះដូងដល់បេះដូងនៅពុទ្ធសាសនានៅក្នុងខ្លួនណាចឹងលោករកសិលវិធីដូចបន់ភ្ជុំបិណ្ឌឯងញោមមើលបងអាបោះបាយបិណ្ឌហ្នឹងសម័យព្រះអាណាគេដែរបោះបាយបិណ្ឌតែមកកើតសម័យអង្គឌួងហ្នឹងតាលោករកសិលវិធីទៅធ្វើម៉េចឲ្យក្មេងណាព្រោះអាមនុស្សចាស់នេះអត់មានមនុស្សចាស់ណាទៅកាប់គ្នាទៀតទេហើយក៏អត់មានមនុស្សចាស់ណាទៅលួចប្លន់គេទៀតដែរហើយក៏អត់មានមនុស្សចាស់ណាទៅដើមប្រចាំឈ្នាននេះឆ្លោះទាស់ដើមប្តីប្រពន្ធប្រព្រឹត្តខុសប្តីស្អីប្រពន្ធកូនអ្នកណាទៀតដែរចាប់ពីហុកឡើងចិត្តឡើងលែងមានចាស់ណាដើរប្រព្រឹត្តរឿងអបាយមុខនាំឲ្យក្តៅកាហាយដល់អ្នកដតីក្តៅកាហាយដល់សង្គមអស្ថិរភាពកើតទៀតវាមានតែក្មេងហើយអញ្ចឹងបើក្មេងវាអត់យល់ធម៌វាពិបាកក្នុងការគ្រប់គ្រងអញ្ចឹងលោករកសិលវិធីធ្វើម៉េចតាក់ទាញអារម្មណ៍ក្មេងឲ្យចូលវត្តឲ្យបានមកស្ដាប់ធម៌អញ្ចឹងមានបោះបាយបិណ្ឌវិធីសិលវិធីយ៉ាងណាឲ្យក្មេងចូលវត្តកើតកម្មវិធីនេះក្មេងចូលគ្រប់វ័យវាបានតែបោះវាសុបាយប៉ុន្តែមុននឹងទៅបោះហ្នឹងបងលោករៀបចំឲ្យក៏អាចារ្យគណៈកម្មការប្រសង់នឹងដឹកនាំក្មេងទាំងអស់នឹងឡើងលើសាលាឆាន់ថ្វាយអង្គមព្រះសពះប្រសង់សមាទានសិលស្ដាប់ប្រសង់សូត្របារាពវៈសូត្រ12កងនឹងឲ្យក្មេងស្ដាប់អាណាវិនិច្ឆ័យអាណាចម្រើនបងហ្នឹងហើយដល់យើងរាល់ថ្ងៃដើរប្រជ្រះទឹះហ្នឹងហើយបានយើងឃើញចាប់ដើមវិនិច្ឆ័យហ្នឹងហើយណាចាប់ដើមបន្ទុះសារាយនឹងទំនៀមទម្លាប់ដូនតាថាបោះទៅខាតសេដ្ឋកិច្ចជាតិបោះទៅវាចង្រៃវាគ្មានបានប្រយោជន៍អីមកពីចឹងហើយបានវាកើតចង្រៃពេញស្រុកមកតោនឹងស្រុកយើងអត់ទេពងអសន្តិភាពល្អណាស់មកនិយាយមិញចេះច្រឡំមាត់ទេកើចង់បញ្ជាក់ថាដើរប្រច្រាស់ពីព្រះដើរប្រចាំពីអ្នកប្រាជ្ញខ្មែរយើងហ្នឹងហើយបានខុសញោមមើលរាល់ថ្ងៃថាម៉េចវាមិនមែនអស្ថិរភាពរឿងនយោបាយទេក្មេងឥឡូវនេះទៅជិះកាប់ទៅជិះចាក់យាយដើរម្នាក់ឯងអីអត់ហ៊ានដើរទេឥឡូវនេះយកប្រឡូកឲ្យបើឆ្នាំញៀនវិញចែកតាមស្រុកតាមភូមិដូចកោស្គរចឹងហ្នឹងហើយអាផ្លូវវិនិច្ឆ័យទាំងអស់យើងប្រព្រឹត្តទាំងអស់ព្រះសម្ដែងតែអខផុតតសារាផុតតជាដើមកុំឲ្យប្រព្រឹត្តអាហ្នឹងវិនិច្ឆ័យបានមានណាឥឡូវញោមមើលសង្គមខ្មែរយើងហ្នឹងផឹកកាយមិនផឹកតែប្រុសទេឥឡូវនេះស្រីផឹកខ្លាំងជាងប្រុសទៀតណាហ្នឹងមកទៅទេសនាជួនកាលលោកពងទេសវានាំទៅផឹកក្នុងតុហ្នឹងទាំងប្រុសទាំងស្រីហ្នឹងសង្វេគណាស់ហើយយើងដើរសិតតែផ្លូវវិនិច្ឆ័យទាំងអស់ហើយទៅរកស្ថិរភាពរកសេចក្តីសុខនៅចិត្តមិនឃើញអត់ឃើញទេអញ្ចឹងបានអ្នកប្រាជ្ញខ្មែរយើងមកទៅសៅលោកអត់បកែណាហើយជំនាន់លោកមែនជំនាន់សម័យប្របាទអង្គឌួងអត់មានផ្ទះណាមួយពាត់លបងទេអត់តែមានផ្ទះណាពាត់លបងទេបើមនុស្សម្ចាស់ផ្ទះដើរចោលផ្ទះចោលកន្លះឆ្នាំក៏មិនដែរអាណាលួចមាត់លួចឆ្នាំងមួយទេហើយសម័យនេះយាយឯងអត់បាត់ទ្វារចោលដើរទៅត្រាស់តាហែកឋិនដល់កន្លះថ្ងៃបើកទ្វារទៅមកវិញឆ្នាំងក៏វាយកដែរមិនចឹងហើយយាយហ្នឹងដោយសារអីមនុស្សវាខ្វះធម៌វាអត់បជ្រាបទៅនគុណធម៌ចូលដល់ក្នុងបេះដូងមនុស្សឲ្យវាមានសតិសម្បជញ្ញៈរលឹកដឹងខ្លួនអត់មានអត្តាnăngឧបមាកថានៅក្នុងខ្លួនអញ្ចឹងបានព្រះលោកចងយើងណាថាចង់កុំឲ្យយើងប្រព្រឹត្តអាក្រក់លើអ្នកដទៃអ្នកឯងមានខ្លួនឯងជាឧបមាទៅនឹងអ្នកដទៃអត្តាnăngឧបមាកថាមុននឹងលួចទ្រព្យគេគិតអ្នកញោមចង់រៀនអាឆ្នាំធ្វើម៉េចកុំឲ្យខ្លួនឯងប្រឡាក់បាបណាញោមអាត្មាអនុវត្តវិធីហ្នឹងប្រកែខ្លួនឯងជាឧទាហរណ៍ចឹងឧទាហរណ៍តែយើងមុននឹងឃើញលហុងទុំគេនៅកណ្ដាលផ្លូវទុកម្ចាស់គេមិននៅក៏ដោយគ្រាន់តែលោកដៃនឹងរៀបនឹងបេះផ្លែលហុងហ្នឹងអត្តាnăngឧបមាកថាកើតឡើងផ្លែអីចុះបើឧបមាថាលហុងមួយផ្លែហ្នឹងគេទុកឲ្យកូនគេមកពីពេញខែក្រោយហ្នឹងម្ចាស់គេអត់ហ៊ានស៊ីទេហើយស្រាប់គេទុកបេះឲ្យកូនគេផ្ញើទៅពេញវិញហើយសោះអញលួចទៅតើអាម្ចាស់នោះមកក្តៅកាហាយណាអ្នកលួចប៉ុណ្ណាចុះបើឧបមាថាអញទុកឲ្យកូនអញដែរអាអ្នកដទៃមកលួចរបស់អញអញក្តៅកាហាយនឹងគេប៉ុណ្ណាចឹងមានខ្លួនយើងទៅឧបមាជាមួយអាអ្នកហ្នឹងនឹងយើងចង់ជេរគេក៏ជេរមិនកើតចុះបើសុកគេមកជេរអញវាអញខឹងណាស់អ្នកជេរប៉ុណ្ណាយើងចង់និយាយដើមគេក៏និយាយមិនកើតចុះបើសុកគេមកនិយាយដើមអញហែកគេអញក្តៅនឹងអាអ្នកនិយាយប៉ុណ្ណាមានខ្លួនឯងជាឧបមានៃញោមមណ្ឌលគិរីចាំកុំឲ្យយើងប្រឡាក់សេចក្តីអាក្រក់លើអ្នកណាកើតគឺយកខ្លួនឯងជាឧបមាទៅអ្នកហ្នឹងគឺធ្វើសេចក្តីអាក្រក់លើគេអត់កើតទេបាទចឹងបានព្រះអង្គសម្ដែងថាអត្តាnăngឧបមាកថាអ្នកត្រូវមានខ្លួនឯងជាឧបមាទៅអ្នកដទៃជានិច្ចទាំងសុខនិងទុក្ខទាំងល្អនិងអាក្រក់ណាកាលណាមានខ្លួនឯងជាឧបមាយើងធ្វើអាក្រក់លើអ្នកដទៃអត់កើតទេបង
នឹងចឹងបើយើងអត់យល់ធម៌អីច្រើនយើងគ្រាន់តែរៀនពិចារណាប៉ុណ្ណឹងបាទ